បាទជាដំបូងខ្ញុំបាទសូមគោរពជាសួរលោកគ្រូនិងអ្នកទាំងអស់គ្នាដែលកំពុងមើលវីដេអូនេះអញ្ចឹងនៅក្នុងវីដេអូនេះគឺខ្ញុំធ្វើការ demo ទាក់ទងជាមួយការធ្វើ assignment ដែលលោកគ្រូបានដាក់ឲ្យគឺការរបៀបក្នុងការ set up key clock ហើយនឹងបង្កើត RAM បង្កើតអីតិចតួចហ្នឹងអញ្ចឹងដំបូងគឺយើងចូលមកមើលទី1គឺយើងធ្វើការ start key clock ហ្នឹងនៅក្នុង Docker នៅក្នុង detach mode ដែលមាន port username password អីហ្នឹងដូចតទៅអញ្ចឹងដើម្បីយើងធ្វើការ run key clock នៅលើ Docker បានយើងអាចចូលមកមើលការណែនាំរបស់គេនៅក្នុងwebsite key clock របស់គេនេះមកអញ្ចឹងនេះយើងចុចយក get start ហើយយើងចុចយកកន្លែង Docker នេះដើម្បីមើល instruction របស់គេអញ្ចឹងនេះជា command ដើម្បី start key clock នៅក្នុង Docker យើងអាច copy ទាំងអស់នេះយកមក run បានយ៉ាងនេះខ្ញុំបើក terminal របស់ខ្ញុំដើម្បីធ្វើការ run នៅ command ទាំងអស់ហ្នឹងហើយយើងធ្វើការកែនៅ configuration តិចតួចដើម្បីឲ្យដូចនៅ requirement របស់លោកគ្រូគាត់ដាក់ឲ្យចឹងនេះគឺខ្ញុំដាក់ឈ្មោះadmin user នេះហើយ start ហើយ password QWER អញ្ចឹងយើងមាននៅ set up port តិចតួចដែរអញ្ចឹង port គឺ99ហើយយើងដើម្បី run នៅ detach mode យើងដាក់ log d ហើយបើសិនជាយើងចង់បញ្ជាក់ name យើងអាចធ្វើការប្រើ flag .name នេះបានហើយយើងដាក់ឈ្មោះនៅ key clock របស់យើងចឹងនេះយើងអាច start បានចឹងពេលយើង start គឺយើងបើសិនយើងមាន Docker desktop គឺយើងអាចចូលមកមើលបានថាវាកំពុងតែ run នៅក្នុង background នេះអញ្ចឹងអានេះគឺយើងអាច access ទៅកាន់ key clock របស់យើងបានអញ្ចឹងយើងនឹងធ្វើការចុចដើម្បីបើកនេះចឹងយើងrun វានៅ port 9999មែនហើយចឹងគឺយើងអាចចូលមក login ដែលជាមួយនឹង user ដែលយើងបាន assign ហ្នឹងពេលយើង login ចូលហើយគឺយើងនៅក្នុង RAM master ដែល RAM master នេះគឺជា RAM ធំជាងគេមកដើម្បីគ្រប់គ្រងនៅRAM ផ្សេងទៀតដែលនៅពីក្រោមហ្នឹងអញ្ចឹងយើងនឹងធ្វើការបង្កើត RAM ផ្សេងទៀតតាម requirement របស់លោកគ្រូឲ្យអញ្ចឹងបន្ទាប់នេះគឺយើងធ្វើការបង្កើតនៅអូខេអានេះយើងធ្វើការ login អញ្ចឹងយើង login មិញហើយបន្តទៀតយើងបង្កើត admin user មួយទៀតហើយយើងធ្វើការ assign password ឲ្យគាត់ចឹងហើយយើង assign role admin snap RAM master របស់យើងអញ្ចឹងយើងអាចចូលមកកាន់ tab user ដើម្បីធ្វើការបង្កើត user ថ្មី user ថ្មីនេះមានឈ្មោះ admin user ពេលយើងបង្កើត user ហើយយើងអាចធ្វើការ set password របស់គាត់បានចឹងយើងអាចដាក់ password តាម requirement របស់លោកគ្រូនេះគឺ password add 1 2 3ទេចឹងនេះយើងដក temporary password នេះចឹងយើងធ្វើការ set ចឹងហើយយើងទទួលបាន user ថ្មីមួយមានឈ្មោះថា admin user ហើយយើងអាច assign role ដល់គាត់បានយើង assign RAM role ដល់គាត់គឺជា admin អញ្ចឹងនេះខ្ញុំដាក់ឲ្យលើបណ្ដោយយើងដាក់
ដើម្បីឲ្យគាត់ធ្វើការងារដូចជាកើត RAM កើតអីណាចឹងហើយនិយាយចឹង user មួយហ្នឹងគឺយើងអាច login អីបានអញ្ចឹងហើយយើងធ្វើការ login ជាមួយនឹង user ហ្នឹងsign up សិន user password អូខេយើងបាន login ជាមួយនឹង user ថ្មីដែលយើងបង្កើតមកហ្នឹងអូខេអញ្ចឹងបន្តទៀតគឺយើងធ្វើការបង្កើត RAM ថ្មីមានឈ្មោះថា e-commerce ចឹងនៅក្នុងនឹងដដែលនៅក្នុង RAM master នឹងដដែលយើងអាចចូលមកកន្លែង manage RAM នេះដើម្បីបង្កើត RAM ថ្មីនៅឈ្មោះថា e-commerce ហើយយើងចុច create នៅពេលដែលយើង create យើង create ហើយគឺយើងបង្កើត user ថ្មីនៅក្នុង RAM ហ្នឹងហើយយើងនឹងចូលដល់តារា user ហើយ password ទៅប៉ុណ្ណេះ first name ចាំ first name តារាហើយនិង last name ចាំអូខេចាំយើងនៅក្នុង RAM ហ្នឹងស្រាប់ហើយចាំយើងចូលកន្លែង tab user create new user ហើយ email នេះយើង tick verify ហើយដើម្បីយើងបញ្ជាក់ថា email ហ្នឹងត្រូវបាន verify ហើយចឹងហើយយើងឈ្មោះuser yes ហើយ email ត្រូវ user ទៅដល់ first name តារា last name ចាំអូខេចឹងយើងអាចចុច create បានហើយបន្តមកទៀតគឺយើង set password យើងអាចចូល tab credential នេះដើម្បី set password មកគាត់ហើយ password របស់យើងបិទ temporary នេះចោលមកដើម្បីថា password នេះគឺយើងអាចធ្វើ permanent បានអូខេជាបន្តយើង save ហើយយើងអាច login ជាមួយនឹង user នឹងបានហើយចឹងបន្តមកទៀតគឺទី6គឺយើងធ្វើការ login account ហ្នឹងជាមួយនឹង RAM e-commerce account ចឹងខ្ញុំធ្វើការបើក tab ថ្មីមកដើម្បី sign in ដោយ user មិញហ្នឹងចឹង user មិញតារា user ហើយ passwordប៉ុណ្ណេះនិយាយចឹងយើងអាចចូលមកក្នុង account ហ្នឹងបានដែរនៅក្នុង RAM e-commerce របស់យើងបង្កើតមុនហ្នឹងបានអញ្ចឹងស្រាប់ assignment គឺមានតាមប៉ុណ្ណឹងអូខេអញ្ចឹងអរគុណច្រើនលោកគ្រូបានឆែកហើយអរគុណអ្នកនរគ្នាអ្នកដែលមានសទ្ធាចូលមើលវីដេអូនេះ